ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានៅក្នុងពេលវេលាថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំបាទទៀតហើយក្នុងការមើលអំពីគម្ពីរក្បួនតម្រាខ្មែរឬក៏យើងគ្រប់គ្នាបានហៅថាហោរាសាស្ត្រអញ្ចឹងក្បួនតម្រាខ្មែរឬក៏យើងបានថាហោរាសាស្ត្រហ្នឹងគឺដូនតាខ្មែរយើងគាត់បានចងក្រងទុកឲ្យក្មេងៗចំនួនក្រោយនោះបានមើលនិងបានអានឲ្យយល់អំពីហោរាសាស្ត្រឬក៏យើងហៅបានថាក្បួនតម្រាខ្មែរហ្នឹងអញ្ចឹងក្នុងក្បួនតម្រាខ្មែរហ្នឹងគឺមានច្រើនប្រភេទការមើលអំពីរាសីរបស់មនុស្សឬក៏ការមើលអំពីខែឆ្នាំគូស្រករប្តីប្រពន្ធឬក៏ការមើលអំពីលក្ខណៈប្រជ្រុយការមើលអំពីលក្ខណៈខ្សែបាតដៃការមើលទម្រង់មុខអញ្ចឹងក្បួនតម្រាខ្មែរហ្នឹងគឺមើលបានច្រើនប្រភេទអញ្ចឹងនៅក្នុង channel របស់ខ្ញុំហ្នឹងក៏ខ្ញុំមើលបានច្រើនដែរបងប្អូនចង់មើលអំពីខែឆ្នាំឬក៏មើលអំពីថ្ងៃកើតនិងខែកើតគឺនៅក្នុង channel របស់ខ្ញុំគឺខ្ញុំមើលបានច្រើនមើលអំពីថ្ងៃកើតនិងខែកើតនិងមើលអំពីខែឆ្នាំគូស្រករតែនៅក្នុងវីដេអូហ្នឹងគឺខ្ញុំចង់និយាយអំពីជោគជតារាសីព្រោះថាមនុស្សយើងគ្រប់គ្នាគឺចង់ដឹងអំពីជោគជតារាសីរបស់យើងថាតើឆ្នាំថ្មីខាងមុខហ្នឹងជោគជតារាសីរបស់យើងហ្នឹងនឹងល្អឬក៏អាក្រក់រាសីឡើងឬក៏រាសីចុះអញ្ចឹងយើងគ្រប់គ្នាប្រហែលជាចង់ដឹងអញ្ចឹងបានខ្ញុំចាប់ផ្ដើមធ្វើវីដេអូអំពីជោគជតារាសីនៅឯឆ្នាំ2026ខាងមុខនឹងអញ្ចឹងបងប្អូនចង់ដឹងអំពីជោគជតារាសីបងប្អូនអាចចូលក្នុង channel របស់ខ្ញុំបានគឺខ្ញុំមើលគ្រប់ខែឆ្នាំចាប់ពីឆ្នាំជូតរហូតទៅដល់ឆ្នាំកុរអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមើលដល់ឆ្នាំថោះព្រោះថាវីដេអូមុនគឺខ្ញុំមើលអំពីឆ្នាំខាអញ្ចឹងឥឡូវខ្ញុំមើលបាន4ឆ្នាំណាគឺឆ្នាំជូតឆ្នាំឆ្លូវឆ្នាំខាឆ្នាំថោះអញ្ចឹងវីដេអូហ្នឹងគឺជាវីដេអូឆ្នាំទី4អញ្ចឹងលោកអ្នកដែលគាត់កើតឆ្នាំថោះបងប្អូនត្រៀមស្ដាប់ខ្ញុំនឹងមើលអំពីជោគជតារាសីរបស់ពួកគាត់នៅក្នុងឆ្នាំ2026ខាងមុខហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាត្រៀមស្ដាប់ខ្ញុំនឹងមើលឲ្យបានច្បាស់លាស់ឲ្យបានហ្មត់ចត់អញ្ចឹងមនុស្សស្រីប្រុសណាដែលគាត់កើតឆ្នាំថោះគឺនាមសត្វទុនសាយចំណែកពងវិញគឺពងមនុស្សស្រីបើធាតុគឺធាតុឈើអញ្ចឹងមនុស្សដែលគាត់កើតឆ្នាំថោះគឺនាមសត្វទុនសាយហ្នឹងបើគិតទៅសត្វទុនសាយគឺសម្បូរបញ្ញាតែស្លូតនិយាយទៅសត្វទុនសាយគឺស្លូតបញ្ញាក៏មានដែរតែគ្រាន់តែបញ្ញាគេគឺបញ្ញាគេល្អមិនសូវមានបញ្ញាអាក្រក់លោភលន់ទ្រព្យសម្បត្តិអ្នកដទៃទេអញ្ចឹងមនុស្សដែលគាត់កាត់ឆ្នាំថោះភាគច្រើនគឺមនុស្សដែលមានបញ្ញាល្អបញ្ញាឆ្លាតវៃហើយស្លូតបូតទៀតអញ្ចឹងនិយាយទៅភាគច្រើនគឺអញ្ចឹងទម្រង់មនុស្សដែលគាត់កាត់ឆ្នាំថោះគឺមនុស្សដែលមានបញ្ញាហើយស្លូតបូតទៀតអញ្ចឹងយើងមកមើលអំពីរាសីគាត់ម្ដងអញ្ចឹងរាសីមនុស្សដែលគាត់កើតឆ្នាំថោះនៅក្នុងឆ្នាំ2026មនុស្សស្រីប្រុសណាដែលកើតឆ្នាំថោះទំនាយជាថានៅក្នុងឆ្នាំ2026ខាងមុខនឹងបានសម្រេចលៀបយ៉ាងល្អប្រសើរទោះជាមានសត្រូវប៉ុនប៉ងព្យាបាទយ៉ាងណាក៏ដោយអ
ចឹងបងប្អូនខ្លះក៏ស្ដាប់មិនទាន់ច្បាស់ឬក៏មិនទាន់តននេះខ្ញុំសូមអភ័យទោសខ្ញុំសូមអានម្ដងទៀតឲ្យបងប្អូនស្ដាប់អាហ្នឹងគេក្នុងគម្ពីរណាមិនមែនខ្ញុំនឹកឃើញចឹងតែនិយាយនេះគម្ពីរចាស់ពីដើមគាត់បានចងក្រងមកទេឆ្នាំថោះមនុស្សណាដែលគាត់កើតឆ្នាំថោះទំនាយបានទាយថានៅក្នុងឆ្នាំ2026ខាងមុខនេះនឹងបានសម្រេចលាភផលយ៉ាងប្រសើរទោះជាមានសត្រូវប៉ុនប៉ងព្យាបាទយ៉ាងណាក៏ដោយអញ្ចឹងនិយាយទៅខ្ញុំចង់ប្រាប់ន័យចេះមនុស្សដែលគាត់កើតឆ្នាំថោះហ្នឹងនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺគាត់នឹងសម្រេចបានលាភផលយ៉ាងប្រសើរអញ្ចឹងគឺការងារអ្វីផ្សេងៗដែលយើងប៉ុនប៉ងប្រាថ្នាហ្នឹងគឺនឹងសម្រេចនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងហើយនិយាយអំពីសត្រូវវិញដែលគេប៉ុនប៉ងព្យាបាទជាងវិញគឺនឹងអន្តរាយវាថាគេនឹងវិនិច្ឆ័យអន្តរាយតែមិនមែនវិនិច្ឆ័យទាំងអស់ទេបងប្អូនព្រោះតែមនុស្សខ្លះគេមានកម្មពៀជាមួយយើងអញ្ចឹងគឺនៅគុំគួនយើងស្អប់យើងបើឃើញយើងមានយើងបានវិញគេរឹតតែខឹងរឹតតែក្តៅអញ្ចឹងមនុស្សម្នាក់មិនថាអ្នកណាក៏ដោយពេលដែលយើងបានសុខសាន្តយើងមានទ្រព្យសម្បត្តិច្រើនគឺគេហ្នឹងគឺមិនសប្បាយចិត្តទេមិនមែនគេឃើញយើងមានបានគេសប្បាយចិត្តទេបងប្អូនពាក្យដែលប្រពុតសម្ដែងណាមនុស្សភាគច្រើននៅជុំវិញខ្លួនយើងបើយើងបានជោគជ័យអ្វីមួយគ្មានអ្នកណាក្រៅពីពុកម្ដាយយើងទេដែលស្រឡាញ់យើងអាណិតយើងពេលដែលយើងមានយើងបានហ្នឹងបើអ្នកដទៃសំបីតែបងប្អូនបង្កើតណាក៏ចំណានទាគ្នាដែរអញ្ចឹងយើងកុំទុកចិត្តអ្នកណាក្រៅពីពុកម្ដាយយើងនិងគ្រួសាររបស់យើងឲ្យសោះព្រោះថាអ្នកដទៃសំបីតែបងប្អូនដែលយើងកើតមកផ្ទៃជាមួយគ្នាហ្នឹងក៏មិនពេញចិត្តដល់ពេលដែលយើងមានយើងបានដែរពេលដែលគេយើងមានយើងបានគេតែងតែមានចិត្តច្រណែននឹងទីគ្នាទាំងចំណិចទោះគេមិនបង្ហាញខាងក្រៅទេក៏ចិត្តគេខាងក្នុងនោះនៅតែច្រណែនយ៉ាងដែរអញ្ចឹងខាងក្រៅហ្នឹងគ្រាន់តែថាគេធ្វើទៅគេធ្វើជាគ្រប់ត្រូលយើងតែខាងក្នុងគេច្រណែនយើងមែនតែនគេស្អប់យើងមិនចង់ឲ្យយើងមានយើងបានសុខសប្បាយទេមិនមែនថាបងប្អូនគ្រប់គ្នាសិតតែស្រឡាញ់គ្នាអត់ទេបងប្អូនមនុស្សការផ្ទៃជាមួយគ្នាមែនតែការស្រឡាញ់ខុសៗគ្នាមិនមែនយើងថាអូបងខ្ញុំប្អូនខ្ញុំសិតតែស្រឡាញ់ខ្ញុំអត់ទេបងប្អូនពេលនិយាយមកយើងនឹងសិតតែពាក្យល្អទេតែខាងក្នុងគេមិនពេញចិត្តយើងទេបងប្អូនអញ្ចឹងយើងគួរតែប្រុងប្រយ័ត្ននៅពាក្យសម្ដីអ្វីផ្សេងចំពោះយើងមកពីគេអញ្ចឹងយើងមកចូលឆ្នាំយើងវិញអញ្ចឹងលោកអ្នកដែលគាត់កើតឆ្នាំថោះគឺនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺរាសីរបស់គាត់គឺល្អឡើងខ្លាំងមែនទែនអញ្ចឹងយើងគួរតែប្រុងប្រយ័ត្ននៅចំណុចណាមួយដែលយើងគួរតែប្រុងប្រយ័ត្នព្រោះតែឃើញរាសីឡើងហើយយើងគិតតែប្រមាថមិនគិតការប្រុងប្រយ័ត្នទេវាអាចនឹងធ្វើប្រហែសនឹងជួបរឿងអាក្រក់នឹងក្នុងខ្លួនអញ្ចឹងការមើលអំពីជោគជតារាសីរបស់ឆ្នាំថោះគឺមានតែប៉ុណ្្នឹងប៉ុណ្ណាខ្ញុំក៏អត់មាននិយាយវែងឆ្ងាយតទៅទៀតខ្ញុំក៏សូមជូនពរប្រិយមិត្តទាំងអស់គ្នាបានជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណនិងសូមជម្រាបលា